បន្ទាប់ពីធ្វើការវះកាត់ត្បូងរួចគឺយើងដល់វគ្គត្រូវធ្វើការឈូសឆរហើយសរេរាងត្បូងណាបងប្អូនអរគ្នាភ្ញៀវគាត់កំងគឺគាត់ចង់បានរាងជ្រុងទ្រវែង2គ្រាប់រាងបេះដូង2គ្រាប់ណាបងប្អូនអរគ្នាហើយរាងជ្រុងនិងរាងបេះដូងហ្នឹងគឺសុទ្ធតែជារាងដែលពិបាកក្នុងការឈូសសរេរាងណាបងប្អូនអរគ្នាបើសិនបើជាយើងមិនសូវស្ទាត់ជំនាញក្នុងការឈូសរាងជ្រុងនេះទេរាងជ្រុងនៅពេលដែលចេញមកគឺកាឡាអត់ស្អាតនៅពេលដែលវាយទៅរាងរមួលណាបងប្អូនអរគ្នាហើយរាងបេះដូងនេះវិញគឺប្រសិនបើជាយើងចោះចង្អូបេះដូងអត់ស្អាតគឺអាចធ្វើឲ្យឃើញចង្អូបេះដូងនឹងរាងរមួលហើយរាងរមួលគឺចរណៃអត់សូវស្អាតទេណាបងប្អូនអរគ្នាហើយភ្ញៀវគាត់កំងនេះជាលក្ខណៈពិសេសហើយគឺខ្ញុំទទួលធ្វើជូនគាត់នឹងគឺមួយឈុតនេះគឺធ្វើជាលក្ខណៈពិសេសជូនគាត់មួយដែរហើយត្បូងដែលគាត់ផ្ញើមកនេះគឺតាមការសង្កេតផងខ្ញុំសាច់ត្បូងរាងស្អាតគួរសមដែរគឺសថ្លាដាច់បែបនេះនៅពេលដែលច្នៃរួចខ្ញុំរំពឹងទុកថានឹងចេញចរណៃក៏ស្អាតហើយភ្លើងក៏ស្រឡះស្អាតដែរណាបងប្អូនទាំងអស់គ្នាហើយនៅសល់ຂະຫນາດក្របតូចៗនេះគឺភ្ញៀវគាត់ឲ្យខ្ញុំនឹងជួយធ្វើការសម្រួលច្នៃជូនគាត់ឲ្យបានច្រើនក្របទៀតដែរគឺចង់បានຂະຫນາດក្របតូចៗហើយក្របតូចៗនេះគឺយើងកាត់បានຂະຫນາດប្រហែលជាច្នៃរួចគឺទំហំ5 លីណាបងប្អូនទាំងអស់គ្នាហើយនេះគឺជាត្បូងដែលយើងធ្វើការឈូសឆរសរេរាងរួចគឺត្រៀមធ្វើការដាក់ច្នៃនៅថ្ងៃស្អែកណាបងប្អូនទាំងអស់គ្នាហើយត្បូងតូចៗគឺយើងអត់តន់ធ្វើការឈូសឲ្យស្អាតទេដោយសារតែថាតូចពេកយើងពិបាកក្នុងការកាន់គឺយើងបិទជួរបានងាយស្រួលក្នុងការឈូសឆរជាងណាបងប្អូនទាំងអស់គ្នា